Bọn ôn ở trong mi rầm tha burn out ក៏លងពេលដែលធៀមប្លង់បាត់ដប់នឹង diploma ខាងមុខនេះអូនអាចមកសាកល្បងវិធីសាស្ត្រងាយៗ3ចំណុចនេះបានសរុបមកណាគេក៏មានអារម្មណ៍បែបហ្នឹងដែរមិនមែនតែអូនដែលកំពុងតែមើលវីដេអូខ្ញុំនេះទេអញ្ចឹងអ្នកនរគ្នាអាចមកសាកល្បងវិធីសាស្ត្រ3នេះបានខ្ញុំសង្ឃឹមថាវានឹងជួយអ្នកនរគ្នាបានច្រើនអញ្ចឹងមុននឹងចូលវីដេអូមួយនេះដែរអ្នកនរគ្នាកុំភ្លេចចុច report like ក៏ដូចជា mention មកពេកខ្ញុំឃើញវីដេអូនេះបានកាត់ចរកាន់តែល្អដោយសារតែវីដេអូនេះគឺពិតជាមានសារៈសំខាន់ខ្លាំងមែនតើសម្រាប់អូនដែលគាត់ធៀមប្លង់បាត់ដប់នឹង diploma ឆ្នាំនេះចំណុចទី1គឺ review មេរៀនមុនគេបើសម្រាប់ខ្ញុំវិញខ្ញុំចូលចិត្តតែងមេរៀនណាដែលខ្ញុំគិតថាវានឹងចេញប្រឡងឬក៏គួរក្បាលខ្ញុំត្រូវតែចាំចំណុចទាំងអស់ហ្នឹងអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំសុខចិត្តចំណាយពេល5នាទីដើម្បីមើលមេរៀនហ្នឹងឡើងមកវិញឬក៏ចែកជាសំណួរ5សំណួរឬក៏6សំណួរមុនពេលដែលខ្ញុំគេងនិយាយទៅគឺខ្ញុំតែអញ្ចឹងជារៀងរាល់ថ្ងៃធ្វើខ្ញុំអាចចាំមេរៀនបានល្អជាងមុនចំណុចទី2លើកទឹកចិត្តខ្លួនឯងឲ្យចាប់ផ្ដើមរៀនជាទូទៅការចាប់ផ្ដើមនៅក្នុងការសិក្សារៀនសូត្រគឺវាពិបាកខ្លាំងមែនតើណាគេក៏អញ្ចឹងសូម្បីតែខ្ញុំក៏អញ្ចឹងដែរជាពិសេសកន្លងពេលដែលខ្ញុំអត់អារម្មណ៍នៅក្នុងការរៀននិយាយទៅគឺអត់ចង់ចាប់ផ្ដើមនៅក្នុងការរៀនហ្មងគ្រាន់តែឃើញសៀវភៅឲ្យខ្លាចប៉ុន្តែមុនដំបូងអ្នកគ្នាត្រូវតែចេះលើកទឹកចិត្តខ្លួនឯងសិនលើកគោលដៅខ្លួនឯងដាក់មកពីខាងមុខថាអ្នកទាំងគ្នាចង់បាននីតិអីសម្រាប់ខ្ញុំចង់បាន A អញ្ចឹងទៅខ្ញុំព្យាយាមយកអា A ហ្នឹងមកដាក់ពីមុខអញ្ចឹងទៅធ្វើឲ្យខ្ញុំអាចជំរុញខ្លួនឯងហ្នឹងរត់ទៅបើកសភៅនិយាយទៅពេលដំបូងហ្នឹងអ្នកគ្នាអាចរៀនត្រឹមមួយទំព័រសិនបានហើយពេលរៀនមួយទំព័រអ្នកគ្នារៀនជក់ចង់រៀនអញ្ចឹងអ្នកគ្នាអាចរៀនតទៅមុខរហូតទៅបានទីហើយទី3វិញគឺត្រូវគិតទៅលើសុខភាពដែរអ្នកគ្នាកុំខំប្រឹងរៀនខ្លាំងពេករហូតដល់គួរក្បាលជាងទទួលយកលេខបានណាបើសិនជាអ្នកគ្នារៀនច្រើនម៉ោងហើយអញ្ចឹងអ្នកគ្នាអាចសម្រាកខ្លះទៅមិនមែនថាអ្នកគ្នាលួចខ្យល់ណាអានេះដោយសារតែយើងរៀនច្រើនអញ្ចឹងគូក្បាលយើងក៏វាត្រូវការសម្រាកខ្លះដែរជារួមទៅអ្វីដែលគ្នាកំពុងតែធ្វើបន្តិចណាក៏វាជាភាពរីកចម្រើនមួយដែរអញ្ចឹងព្យាយាមនៅក្នុងការសិក្សារៀនសូត្រទៅវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណគេច្រើនខ្លាំងមែនតើដែលតែចូលជប់មើលវីដេអូខ្ញុំកន្លងមកអរគុណច្រើនបាយបាយ